បាទមានសួរបងប្អូនបាទនេះជាជំងឺត្រេនបាទដែលបងប្អូនហៅជាទូទៅហៅថាបោសទឹកបាទអញ្ចឹងអានេះយើងហៅតាមគ្នាទៅដោយសារនេះវាបាច់បំពង់អាហារវាចេញសារធាតុផ្សេងៗមកហើយបង្កជារោគផ្សេងៗអញ្ចឹងជំងឺបោសទឹកបែបហ្នឹងឬក៏ជំងឺហ្នឹងយើងនិយាយតាមភាសាអ្នកស្រុកយើងហៅបោសទឹកស្គាល់ណាយើងស្គាល់វាយ៉ាងនេះបាទកាលណាវាដាច់បំពង់អាហារវាដោយមេរោគជ្រៀតចូលគឺវាស្អុយឃើញទេមានទឹកយ៉ាងណាអញ្ចឹងយើងមានកូនកបិតបើកូនកបិតល្អដែរបាទយើងឆ្កឹះវាអស់ចឹងមកបៀបព្យាបាលវាតបមកបន្ទាប់ពីយើងឆ្កឹះអញ្ចឹងអស់ហើយឃើញនេះឡើងក៏ហូរឆ្កៀលវាមកហូរទឹកអស់ចឹងមកនេះសិតទឹកណានៅពេលដែលវាដាច់ទៅគឺមេរោគជ្រៀតចូលគឺទឹកស្អីអាហារវាទាំងប្រមាណធ្លាយមកហូរនៅនឹងអញ្ចឹងហើយយើងត្រូវតែឆ្កៀលវាចេញហើយបន្ទាប់ពីឆ្កៀលហើយយើងយកថ្នាំពុលបាទថ្នាំពុលជាទូទៅយើងប្រើ Fipronil ក៏បានMamitine ក៏បានសារធាតុផ្សេងទៀតក៏បានដែរបាទលាយជាមួយនឹងប្រេងម៉ាស៊ីនចាស់អាប្រេងម៉ាស៊ីនឡានម៉ូតូយើងចាស់ហ្នឹងដែលយើងឈប់ប្រើហ្នឹងហាមដាក់អាថ្មីគឺប្រើចាស់ហើយបន្តមកទៀតលាយជាមួយថ្នាំជំងឺបាទមាន Metalaxyl មាន Firstilium មានគេហៅនេះDimetamab បាទសារធាតុផ្សេងៗទៀតដែលមានលក្ខណៈជំរាមលាយទាំង3ណាក្នុងមានន័យថាថ្នាំពុលមួយប្រេងម៉ាស៊ីនចាស់មួយហើយថ្នាំជំងឺមួយទាំង3លាយចូលគ្នាហើយយកមកលាបបាទទោះបីកាត់តែងមែនចឹងដែរឧទាហរណ៍មែននេះអញ្ចឹងខ្ញុំកាត់តែងចឹងខ្ញុំលាបវាបាទបន្ទាប់មកយើងត្រូវយកនេះណាប្រេងម៉ាស៊ីនជាមួយថ្នាំពុលយើងលាបវាចឹងមកលាបឲ្យចិត្តចឹងទៅពីព្រោះប្រេងម៉ាស៊ីនវាអត់មានទឹកណាឈាបចូលវាបានទេរាល់ការកាត់តែងគឺយើងធ្វើអញ្ចឹងទាំងអស់សូម្បីតែជំងឺបោសទឹកមិញឬក៏ការដាច់អលាត់ផ្សេងក៏ដោយណាគឺយើងត្រូវលាបវាយ៉ាងហ្នឹងកាលណាយើងលាបវាអញ្ចឹងទៅមេរោគផ្សេងអត់នៅទេសូម្បីតែពងសត្វល្អិតឧទាហរណ៍ថាវាមានស្អុយមានអីហើយមានពងមានអីវាអត់អាចញាស់កើតទេបាទកូនសត្វល្អិតផ្សេងហ្នឹងគឺมันអាចញាស់នៅក្នុងទិដ្ឋភាពនឹងកើតទេអញ្ចឹងយើងធ្វើបែបហ្នឹងចំណាយតិចបាទហើយជំងឺផ្សេងក៏មិនជ្រៀតចូលកើតដែរដោយសារវាអត់មានមុខរបួសណាដែលជ្រៀតចូលបានទេបាទអរគុណបងប្អូនណាបាទ